សួស្តីប្រិយមិត្តបងប្អូនអ្នកទស្សនាជាទីរាប់អានចិត្តឆ្ងាយមិនថាទាំងក្នុងនិងក្រៅប្រទេសបើសិនជាឃើញវីដេអូនេះហើយសូមពុកម៉ែបងប្អូនជួយចុច Subscribe និង Channel YouTube របស់ខ្ញុំម្នាក់មួយផងមិនថាពូមីងអ៊ំយាយតាដែលមិនទាន់ស្គាល់ថាពាក្យ Subscribe តែមានពាក្យខ្មែរគេហៅថាពាក្យថាជាវសូមពុកម៉ែបងប្អូនជាវម្នាក់មួយផងដើម្បីលើកទឹកចិត្តខ្ញុំធ្វើវីដេអូតទៅមុខទៀតតោះបងប្អូនមកចូលសាច់រឿងរបស់យើងប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនៅក្នុងពិភពលោកអ្នកកាន់ហ្វិលនិងអ្នកដែលប្រតិបត្តិធម៌យ៉ាងខ្ជាប់ខ្ជួនពេលខ្លះអភិនិហានិងសេចក្តីជ្រះថ្លាដ៏ខ្ពង់ខ្ពស់ធំធេងបំផុតមិនមែនកើតចេញពីវិធីបន់ធំដុំឬការសម្ដែងរទ្ធិបរិហាស្ទុះស្ទាស្មើមេឃនោះឡើយប៉ុន្តែវាបានស្ដែងចេញតាមរយៈបាតុភូតដ៏ចម្លែកនិងគួរឲ្យព្រឺសម្បុរនៅក្នុងលក្ខណៈពេលដែលព្រះសង្ឃអង្គនោះកំពុងតែសម្ដែងសច្ចធម៌ប្រសិនបើប្រិយមិត្តធ្លាប់ទៅដល់ទីកន្លែងដែលលោកម្ចាស់គ្រូព្រះអង្គចន្ទមនីគង់នៅបានឃើញនៅវីដេអូសកម្មភាពផ្ទាល់របស់ព្រះអង្គពេលដែលព្រះអង្គកំពុងតែសមាធិឬសម្ដែងធម៌ទេសនាប្រសាទលោកបងប្អូនប្រកាសជាបានឃើញនៅបាតុភូតដ៏ពិតប្រាកដមួយដែលធ្វើឲ្យពុទ្ធបរិស័ទរាប់ម៉ឺននាក់ជឿជាក់នឹងកើតសេចក្តីជ្រះថ្លារហូតដល់ស្រក់ទឹកភ្នែកនោះគឺបាតុភូតដែលត្រចៀកទាំងគូរបស់ព្រះអង្គគ្រូចន្ទមនីតែងតែមានចរណាលោតចុះឡើងជានិច្ចស្មើចង្វាក់គ្នាយ៉ាងចម្លែកនៅក្នុងខណៈពេលដែលព្រះអង្គកំពុងតែសម្ដែងធម៌ទេសនាដោយប្រភពញញឹមស្រទន់និងចិត្តស្ងប់ស្ងាត់បំផុតនេះមិនមែនជារឿងនិទានឬប្រឌិតឡើយប៉ុន្តែវាជាភាពពិតដែលស្ដែងឲ្យឃើញនៅអាកំបាំងធម៌និងអនុភាពបារមីដ៏ជ្រាលជ្រៅនៅពីក្រោយអរិយាបថដ៏សាមញ្ញនេះតើបាតុភូតនេះបង្កប់នៅខ្លឹមសារធម៌និងធម្មពលអរូបីអ្វីខ្លះថ្ងៃនេះសូមអញ្ជើញប្រិយមិត្តអ្នកស្ដាប់តាមដាននិងទស្សនានឹងការសម្ដែងយ៉ាងជ្រាលជ្រៅជាមួយខ្ញុំបាទដូចតទៅប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនៅក្នុងពិភពនៃការកសាងបារមីអរិយាបថនីមួយសុទ្ធតែមានអត្តន័យធម៌យ៉ាងជ្រាលជ្រៅបាតុភូតដែលត្រចៀករបស់លោកម្ចាស់គ្រូព្រះអង្គចន្ទមនីលោតចុះឡើងនៅក្នុងខណៈពេលដែលព្រះអង្គកំពុងសម្ដែងធម៌នេះត្រូវបានគេជឿជាក់ថាវាបង្កប់នៅខ្លឹមសារពិតចំនួន3ប្រការទី1ការស្ដាប់ធម៌របស់ចក្រវាឡនិងអមនុស្សទាំងឡាយលោកម្ចាស់គ្រូព្រះអង្គចន្ទមនីមិនត្រឹមតែសម្ដែងធម៌ទេសនាឲ្យមនុស្សលោកស្ដាប់ប៉ុណ្ណោះទេប៉ុន្តែរាល់ព្រះពោធិសត្វធម៌របស់ព្រះអង្គសុទ្ធតែភាយចេញនៅថាមពលមេត្តាធម៌ដ៏ធំធេងទៅកាន់ចក្រវាឡទាំងមូលចរណាត្រចៀកដែលលោតចុះឡើងនេះតំណាងឲ្យការស្ដាប់និងការទទួលយកនៅសេចក្តីជ្រះថ្លារបស់ទេវតាឬអារក្សព្រលឹងវិញ្ញាណនិងពួកអមនុស្សទាំងឡាយដែលមកប្រមូលផ្ដុំគ្នាក្រោយថ្វាយបង្គំស្ងាត់ដើម្បីស្ដាប់នៅធម៌ដែលព្រះអង្គកំពុងសម្ដែងវាជាការតបជាប់នៃថាមពលមេត្តាធម៌រវាងព្រះអង្គនិងពិភពអរូបីជុំវិញខ្លួនទី2រស្មីមេត្តាធម៌ដែលឥតមានដែនកំណត់មេត្តាភាវនានៅពេលដែលលោកម្ចាស់គ្រូសម្ដែងធម៌ព្រះអង្គមិនមែនគ្រាន់តែនិយាយចេញមកតាមមាត់នោះឡើយប៉ុន្តែព្រះអង្គកំពុងតែសាយមេត្តាធម៌ចេញអំពីជំរឿបេះដូងទៅកាន់សត្វលោកទូទៅចរណាត្រចៀកដែលស្មើចង្វាក់គ្នានេះគឺជាសញ្ញាសង្កត់បង្ហាញពីចរណាឬចរន្តធម្មពលមេត្តាដែលកំពុងតែហូរចេញមកជានិច្ចដូចគ្នាជារលកពន្លឺត្រជាក់ត្រជុំដែលជួយរំលត់ភ្លើងកំហឹងភ្លើងទុក្ខវេទនានិងជួយរំដោះគ្រោះថ្នាក់ឲ្យមនុស្សនិងសត្វទូទៅដោយមិនដឹងខ្លួន3ភាពដូចគ្នានៃបដិបត្តិរវាងលោកម្ចាស់គ្រូព្រះអង្គចន្ទមនីនិងលោកតាហ្វួងព្រះសង្ឃអភិនិហាក្នុងព្រៃគឺភាពសាមញ្ញបំផុតរហូត3ភាពដូចគ្នានៃបដិបទារវាងលោកម្ចាស់គ្រូព្រះអង្គចន្ទមនីនិងលោកតាហ្វួងព្រះសង្ឃអភិនិហាក្នុងព្រៃ
គឺភាពសាមញ្ញបំផុតរហូតដល់ផុតពីការសន្តិដ្ឋានរបស់មនុស្សលោកចរណាត្រចៀកដែលស្ដែងចេញមកដោយបានតាំងចិត្តនេះគឺមានផុសតាងបង្ហាញពីបារមីហ្វឺដែលស្អាតស្អំនិងភាពបរិសុទ្ធខាងក្នុងព្រះសង្ឃដែលលះបង់នៃកិលេសពិតប្រាកដតែងតែមានចរន្តធម៌ពលរាងកាយតបជាប់គ្នានៅក្នុងសមាធិចិត្តយ៉ាងជ្រាលជ្រៅតើពុកម៉ែបងប្អូនជឿទេថាត្រចៀកព្រះអង្គចន្ទមនីពិតជាមានបារមីឬក៏ស្ដាប់ពួកអមនុស្សពួកអរូបីឬក៏ទេវតាបានអត់សំបីតែខ្ញុំមិនដែលឃើញត្រចៀកណាដែលលោតចុះឡើងនោះឡើយទើបតែឃើញព្រះអង្គចន្ទមនីនេះមួយទេមិនមែនជាកាត់តទេពុកម៉ែបងប្អូនដែលព្រះអង្គកំពុងតែល្បីល្បាញឆ្នាំនោះគឺត្រចៀកព្រះអង្គគឺពិតជាលោតមែននៅពេលដែលព្រះអង្គសម្ដែងធម៌ទេសនាព្រាមប្រដៅមនុស្សនីមួយមិនថាទាំងខ្ញុំទេពុកម៉ែបងប្អូនខ្ញុំជក់ស្ដាប់ណាស់ឲ្យតែព្រះអង្គចន្ទមនីទេសនាម្ដងព្រោះថាសម្ដីព្រះអង្គចន្ទមនីស្រទន់ហើយមានភាពញញឹមគួរឲ្យចង់ស្ដាប់ណាស់ឥឡូវយើងមកចូលដល់សាច់រឿងយើងវិញតែមុននឹងចូលសាច់រឿងខ្ញុំសូមសួរពុកម៉ែបងប្អូនមួយតើពុកម៉ែបងប្អូនគិតដូចខ្ញុំអត់ប្រិយមិត្តអ្នកស្ដាប់ជាទីគោរពក្រៅពីការតបជាប់ជាមួយនឹងពិភពអរូបីចរណាត្រចៀករបស់លោកម្ចាស់គ្រូព្រះអង្គចន្ទមនីក៏បានប៉ះពាល់ទៅដល់អារម្មណ៍និងរាងកាយរបស់អ្នកដែលកំពុងអង្គុយស្ដាប់ធម៌ដោយផ្ទាល់ផងដែរមនុស្សជាច្រើនដែលបានទៅដល់ទីនោះដោយមានចិត្តក្តៅក្រហល់ក្រហាយជួបវិបត្តិជីវិតជំពាក់បំណុលគេឬកើតទុក្ខតូចចិត្តជាខ្លាំងប៉ុន្តែនៅពេលដែលបានអង្គុយសម្លឹងមើលប្រភពព្រះអង្គចន្ទមនីនឹងបានឃើញចរណាត្រចៀកដែលកំពុងកម្រើកប្រាប់តែមានអារម្មណ៍ថាចិត្តប្រែជាត្រជាក់ស្ងប់ភ្លាមបេះដូងដែលធ្លាប់តែតឹងណែនប្រាប់តែស្រាលស្រឡះហាក់បីដូចជាមានទឹកអម្រឹតមកស្រោចស្រពនេះគឺជាអនុភាពនៃរលកធម៌ពលមេត្តាដែលហូរចេញពីរាងកាយរបស់ព្រះអង្គចន្ទមនីនៅក្នុងផ្លូវធម៌នៅពេលដែលបុគ្គលណាម្នាក់ចូលស្ថិតនៅក្នុងសមាធិចិត្តយ៉ាងជ្រាលជ្រៅឈានរាងកាយខាងក្រៅនឹងដំណើរការទៅតាមធម្មជាតិនៃធម៌ពលខាងក្នុងដោយមិនស្ថិតក្រោមការបញ្ជាពីចិត្តប្រកបដោយកិលេសឡើយចរណាត្រចៀកដែលកើតចេញដោយឯងនេះគឺជាភស្តុតាងបង្ហាញពីភាពបរិសុទ្ធខាងក្នុងនិងធម៌ពលស្អាតស្អំដែលមិនមានការរៀបចំឬសម្ដែងពុតបត់ឡើយប្រិយមិត្តអ្នកស្ដាប់ជាទីគោរពបាតុភូតត្រចៀកកម្រើកលក្ខណៈពេលដែលសម្ដែងធម៌របស់ព្រះអង្គគ្រូចន្ទមនីមិនត្រឹមតែអភិនិហាសម្រាប់ឲ្យយើងមើលឬឆ្ងល់នោះទេប៉ុន្តែវាគឺជាប្រទីបដាស់សតិដ៏សំខាន់មួយសម្រាប់ពួកយើងគ្រប់គ្នាព្រះអង្គបានបង្រៀនយើងតាមរយៈអរិយាបថនេះថាបារមីនិងអនុភាពពិតប្រាកដរបស់មនុស្សមិនមែនកើតចេញពីពាក្យអួតអាងមិនមែនកើតចេញពីអាគមឬការទស្សនៈទាយនោះឡើយប៉ុន្តែវាកើតចេញពីអនុភាពនៃហ្វឺ5ដ៏បរិសុទ្ធនិងមេត្តាធម៌ចិត្តដ៏ស្មោះត្រង់ប្រសិនបើយើងចេះរៀបចំចិត្តឲ្យមានសេចក្តីមេត្តាចេះអត់ឱនទោសនិងរក្សាហ្វឺឲ្យបានស្អាតស្អំនោះរាងកាយនិងជីវិតរបស់យើងនឹងក្លាយទៅជាប្រភពនៃធម៌ពលវិជ្ជមានដែលនាំមកដល់នូវសេចក្តីសុខនិងសិរីសួស្តីដល់មនុស្សជុំវិញខ្លួនដូចគ្នាខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការតាមដាននិងស្ដាប់របស់ប្រិយមិត្តទាំងអស់គ្នាសូមកុំភ្លេចជួយចុច Subscribe នៅ Channel របស់យើងខ្ញុំផងសូមជូនពរឲ្យប្រិយមិត្តគ្រប់រូបជួបតែសេចក្តីសុខសិរីសួស្តីនិងជៀសផុតពីគ្រោះថ្នាក់ទាំងឡាយជានិរន្តរ៍សូមអរគុណនិងសូមជម្រាបលាបាយ